ខេត្តត្បូងឃ្មុំមហាជនបានលើកឡើងថាបច្ចុប្បន្ននេះទីតាំងលបែងស៊ីសងគ្រប់ទីកន្លែងឆ្នោតឡូតូនិងមន់អនឡាញស្ថិតនៅភូមិកណ្ដាលកោងឃុំកោងកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំម្ដុំផ្សារស្ទឹងក្នុងហាងកាហ្វេជុំវិញផ្សារស្ទឹងកំពុងបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចបន្តិចសោះឡើយតំណងទីតាំងឆ្នោតឡូតូនិងមន់អនឡាញខាងលើនេះអាចជាឆ្នាំងបាយរបស់លោកលីសុភាលីននិងលោកអធិការស្រុកពញាក្រែកផងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាបបានជាមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ឯកឧត្តមណេតសាវឿននិងសម្ដេចក្រឡាហោមសខេងទុកឲ្យមន្ត្រីចំនួនក្រោយអនុវត្តច្បាប់នេះបន្តកាលពីប៉ុន្មានឆ្នាំមុនមហាជនខាងលើបានលើកឡើងទៀតថាពួកគាត់ធ្លាប់បានរាយការណ៍ជូនសមត្ថកិច្ចជាបន្តបន្ទាប់ប៉ុន្តែមិនមានចំណាត់ការក្នុងការទប់ស្កាត់និងបង្ក្រាបសោះឡើយសូមជម្រាបថាលបែងស៊ីសងគឺជាអំពើល្មើសច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាមានសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្តត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបឲ្យខានតែបានដើម្បីចូលរួមអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចពាក់ព័ន្ធនឹងទីតាំងលបែងស៊ីសងឆ្នោតឡូតូនិងមន់អនឡាញខាងលើនេះដែលកំពុងតែដំណើរការយ៉ាងរលូនស្ថិតនៅក្នុងភូមិកណ្ដាលកោងឃុំកោងកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំបែរជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់បែបនេះអាចដូចជាការលើកឡើងរបស់មហាជនពិតប្រាកដមែនដោយទីតាំងលបែងស៊ីសងឆ្នោតឡូតូនិងមន់អនឡាញខាងលើនេះអាចទំនងជាឆ្នាំងបាយដោយការលើកឡើងរបស់មហាជនដោយលោកលីសុភាលីនបានរក្សាភាពស្ងៀមស្ងាត់ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាមហាជនសំណូមពរដល់ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកឧត្តមស្នេហ៍តូចិននីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំពិសេសលោកវីរៈស្នេហ៍ឯកថាញ់សុកវ៉ាតអធិការស្រុកពញាក្រែកមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងស៊ីសងមន់ជុលតាមអនឡាញខាងលើនេះឲ្យខានតែបានដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា